មហាជនរិះគន់ធ្ងន់ធ្ងរឡានដឹកឈើខុសច្បាប់បើកាត់មុខប៉ុស្តិ៍បរិស្ថានអូថ្មទុកយ៉ាងរលូនតើមានមន្តអាគមបាំងភ្នែកឬមានលៀបសក្ការៈកំបាំងច្បាប់ខេត្តសៀមរាបនាថ្ងៃទី16 ខែឧសភាឆ្នាំ2026ប្រជាពលរដ្ឋនិងមហាជននៅក្នុងស្រុកជីក្រែងបានសម្ដែងនូវការខឹងសម្បារនិងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងកក្រឹកកក្រែងចេញពីតំបន់ដានជម្រកសត្វព្រៃបឹងពែដោយគ្មានការញញើតច្បាប់ទម្លាប់បន្តិចសោះឡើយតាមប្រភពព័ត៌មានផ្ទាល់ពីទីតាំងបានឲ្យដឹងថារថយន្តដឹកឈើល្មើសច្បាប់បានធ្វើសកម្មភាពរៀងរាល់យប់ដោយបាំងឆ្លងកាត់មុខស្នាក់ការមន្ត្រីបរិស្ថានអូថ្មទុកយ៉ាងរលូនទីតាំងប៉ុស្តិ៍ត្រួតពិនិត្យនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកហៃនួនជាមន្ត្រីប្រចាំការនិងលោកទីប៊ុនចំប្រធានមន្ទីរបរិស្ថានស្រុកជីក្រែងអ្វីដែលធ្វើឲ្យមហាជនហួសចិត្តបំផុតនោះគឺក្រុមឈ្មួញថែមទាំងហ៊ានយកឈើទាំងនោះមកស្តុកទុកក្នុងភូមិអូថ្មទុកដើម្បីរងចាំលោកបន្តយ៉ាងអនាធិបតេយ្យប៉ុន្តែមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ចុះមកបង្ក្រាបឡើយករណីមិនបង្ក្រាបបទល្មើសជាក់ស្ដែងនេះបានធ្វើឲ្យប្រជាពលរដ្ឋរិះគន់ចំអកឡក់លើយថាក្រុមឡានដឹកឈើទាំងនោះប្រហែលជាមានមន្តអាគមពូកែស័ក្តិសិទ្ធិសូត្របាំងភ្នែកឬមួយក៏បានសាន់ព្រេនត្រូវម៉ែនជាមួយនឹងមន្ត្រីជំនាញរួចរាល់អស់ហើយទើបអាចបង្កើតនៅភាពសមនឹងច្បាប់ធ្វើឲ្យមន្ត្រីបរិស្ថានមើលមិនឃើញបែបនេះទង្វើបណ្ដោយឲ្យមានបទល្មើសកាត់ឡើងនៅក្នុងដែនសមត្ថកិច្ចខ្លួននេះគឺផ្ទុយស្រឡះពីបទបញ្ជាដ៏ម៉ឺងម៉ាន់របស់រាជរដ្ឋាភិបាលនិងក្រសួងបរិស្ថានដែលបានដាក់វិធានការក្តៅក្នុងការការពារធនធានធម្មជាតិភាពស្ងៀមស្ងាត់របស់លោកទីប៊ុនចំនិងកូនចៅក្រុមអវ៉ាន់បានឆ្លុះបញ្ចាំងពីភាពកំសោយនៃការគ្រប់គ្រងនិងបង្កើតជាមន្ទិលសង្ស័យថាអាចមានការខົບខិតគ្នាបាក់ដៃជាប្រព័ន្ធដើម្បីផលប្រយោជន៍បុគ្គលដោយក្តីបារម្ភខ្លាចបាត់បង់ព្រៃជម្រកសត្វដ៏មានតម្លៃនៅបឹងពែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមលើកម្រាមដៃដំសំណូមពរយ៉ាងទទូចដល់ឯកឧត្តមអៀងសុផាឡែនរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យមើលវិន័យមន្ត្រីក្រុមអវ៉ាន់ដែលកំពុងបង្ហាញភាពអសកម្មគោរពស្នើសុំឯកឧត្តមប្រាក់សុផាន់អភិបាលខេត្តសៀមរាបនិងលោកសុនគង់ប្រធានមន្ទីរបរិស្ថានខេត្តចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតវេកមុខរកអ្នកនៅពីក្រោយខ្នងលោកប៊ូមេងត្រីអភិបាលស្រុកជីក្រែងមេត្តាមានវិធានការក្តៅលើកបំបាន់នៅវប្បធម៌យោគយល់ដែលកំពុងបំផ្លាញធនធានធម្មជាតិនេះមហាជនកំពុងរងចាំមើលថាតើថ្នាក់ដឹកនាំនឹងមានចំណាត់ការផ្លូវច្បាប់តឹងរឹងកម្រិតណាទៅលើមន្ត្រីអសកម្មនិងក្រុមឈ្មួញទាំងនេះព្រោះថាធនធានធម្មជាតិគឺជាសម្បត្តិរួមរបស់จีนមិនមែនជាកម្មសិទ្ធិរបស់មន្ត្រីខលខូចឬក្រុមឈ្មួញឡើយសេចក្តីបញ្ជាក់អង្គភាពគេហទំព័រប្រមាញ់ជាដានធីវីផ្សព្វផ្សាយក្នុងន័យរិះគន់ដើម្បីស្ថាបនានិងឆ្លុះបញ្ចាំងពីតថភាពពិតយើងខ្ញុំរងចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការដើម្បីធានាតុល្យភាពព័ត៌មានស្របតាមក្រមសីលធម៌វិជ្ជាជីវៈរាយការណ៍ដោយលោកពិនថនភ្នាក់ងារអង្គភាពគេហទំព័រប្រមាញ់ជាដាន